សួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងគ្នាពីរបៀបនៃការបង្កើត account CTO ដោយ account នេះខ្ញុំបានធ្លាប់ធ្វើម្ដងរួចហើយប៉ុន្តែខ្ញុំភ្ជាប់ជាមួយនឹងរបៀបតាមដានតំណែង KA99 អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំធ្វើដាច់ដោយឡែកខ្ញុំធ្វើតែរបៀបបង្កើត account CTO ទេអញ្ចឹងមុននឹងបងប្អូនបង្កើត account CTO បងប្អូន download app CTO Cambodia នេះមកតទៅពី download វារួចបងប្អូនចុចបើកវាមកបាទរួចយើងចុចពី allow ដើម្បីទទួលបាន notification ផ្សេងៗគេយើង scroll វាមកខាងស្ដាំបាទរួចយើងចុចពាក្យថា join right now អញ្ចឹងចូលមកដល់កន្លែងនេះគឺមាន Telegram គឺមាន log with mobile number អញ្ចឹងយើងយកការ log ជាមួយលេខទូរស័ព្ទមកបាទយកកណ្ដាលហ្នឹងបាទអញ្ចឹងចូលមកដល់ចំណុចនេះយើងរើសយកពាក្យថា register នៅកន្លែងនេះអក្សរពណ៌ខៀវទូចនេះបាទរួចនៅចំណុចខាងលើបងប្អូនចុចវាយលេខទូរស័ព្ទបងប្អូនចូលនៅកន្លែងនេះមកហើយកន្លែងនេះគឺជាកន្លែងកូដដែលខាង CTO ផ្ញើចូលលេខទូរស័ព្ទរបស់យើងយកទៅសេចូលនៅកន្លែងនេះហើយខាងក្រោមនេះយើងដាក់ password អញ្ចឹង password នេះយើងអាចមានអក្សរធំមានអក្សរតូចមានលេខពី3ខ្ទង់អីនៅខាងកន្ទុយទៀតទៅធ្វើម៉េចឲ្យបានចន្លោះពី6ខ្ទង់ទៅ16ខ្ទង់នៅក្នុងចន្លោះហ្នឹងបងប្អូនពេញ6ឬក៏8ឬក៏10ច្រើនបំផុតបានត្រឹម16អញ្ចឹងយើង complete password ហ្នឹងយើងកត់ទុកទៅថ្ងៃក្រោយយើងងាយស្រួល log in ទៅ device ផ្សេងអីវាងាយស្រួលមិនបាច់យើង forgot password អីនាំយូរអញ្ចឹងណាអញ្ចឹងខ្ញុំវាយលេខទូរស័ព្ទនិង password ចូលសិនបាទបន្ទាប់ពីយើងវាយលេខទូរស័ព្ទហើយនិង password របស់យើងចូលនៅកន្លែងនេះរួចយើងចុចពាក្យ get code នេះមកដើម្បីឲ្យខាង CTO ផ្ញើលេខកូដចូលលេខទូរស័ព្ទរបស់យើងហើយយើងយកលេខកូដយកមកវាយចូលកន្លែងនេះរួចបានយើងចុច sign up ណាអូខេអញ្ចឹងខ្ញុំចុចពាក្យ get code អញ្ចឹងលេខទូរស័ព្ទនេះខ្ញុំធ្លាប់ភ្ជាប់ពីមុនម្ដងប៉ុន្តែចាំមើលខ្ញុំសាកចុះម្ដងទៀតតើគេឲ្យអត់បើអត់ឲ្យយើងបដូរលេខផ្សេងអូខេអញ្ចឹងយើងចុចពាក្យ get code អូខេនេះលេខរបស់ខ្ញុំពេលដែលខ្ញុំចុច get code ទៅគេដាក់លេខរបស់យើងធ្លាប់ចុះឈ្មោះហើយវា load អក្សរមិញពណ៌ខ្មៅមិញអញ្ចឹងបើករណីថាបងប្អូនខ្លះគាត់ធ្លាប់ភ្ជាប់ហើយវាចេញអក្សរដូចខ្ញុំអញ្ចឹងបងប្អូនចុចខ្វែងទៅក្រោយទៅបងប្អូនយកពាក្យ forgot password វិញទៅពេលដែលយើងវាយលេខទូរស័ព្ទហើយ password កន្លែងនេះវាអត់ចេញហើយបងប្អូនយកពាក្យ forgot password វិញអញ្ចឹងគេនឹង send code ឲ្យយើងម្ដងទៀតតែឥឡូវនេះខ្ញុំកុំឲ្យវែងឆ្ងាយខ្ញុំបដូរលេខផ្សេងហ្មងពេលអញ្ចឹងខ្ញុំបដូរលេខផ្សេងរួចហើយខ្ញុំចុចពាក្យ get code បាទអញ្ចឹងយើងយកលេខកូដដែលគេផ្ញើមកនៅក្នុងទូរស័ព្ទដៃមួយទៀតសុពលភាពវាមានត្រឹម1នាទីបងប្អូននៅកន្លែងនេះអញ្ចឹងតែផុតហ្នឹងគឺលេខបានហើយអញ្ចឹងនេះគឺលេខកូដខាង CTO ផ្ញើមកហើយបន្តមកទៀតយើងចុច tick នៅកន្លែងនេះមួយបាទចុច tick ហើយយើងចុចពាក្យ sign up មកបើវាចេញ tick អញ្ចេះពណ៌ខៀវហ្នឹងមានន័យថាយើងអាចបង្កើតបានជោគជ័យចុចពាក្យ go to login ទៅអូខេ load មកខាងក្រោយវិញអញ្ចឹងហើយយើងត្រូវវាយលេខទូរស័ព្ទដែលយើងបានភ្ជាប់មិញហើយនឹង password ដែលយើងបានភ្ជាប់មិញចូលមកហើយយើងចុចពាក្យ sign in ទៅគឺវាចូលហើយអូខេអញ្ចឹងយើងចុចវាយលេខនឹងម្ដងទៀតមកហើយយើងវាយ password ឡើងវិញមកអូខេបន្ទាប់ពីវាយរួចយើងចុចពាក្យ sign in មកហើយយើងចុចពាក្យ agree and login អូខេអញ្ចឹងកន្លែងនេះគេឲ្យគូប៉ុងយើងចុច detail មកហើយយើងបែកទៅក្រោយវិញទៅបាទអញ្ចឹងចូលមកដល់ចំណុចនេះយើងបង្កើត account CTO បានសម្រាប់មួយហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតយើងចូលពាក្យ my នេះមកបាទរួចនៅកន្លែងនេះយើងចូលទៅ setting មកដល់ setting ហើយយើងអាចបដូរភាសានៅកន្លែងនេះមកអង់គ្លេសនេះយើងដូរដាក់ភាសាខ្មែរមកក៏បានដែរអូខេយើងយកពាក្យ OK មកអញ្ចឹងវាបដូរមកភាសាខ្មែរងាយស្រួលយើងតាមដានហ្មងដល់បងប្អូនមានអីវ៉ាន់ត្រូវតាមដានអីយើងអាចតាមដាននៅក្នុង app នឹងបានអញ្ចឹងមួយទៀតយើងចូលទៅបំពេញអាស័យដ្ឋានរបស់យើងចូលផងអញ្ចឹងយើងចុចពាក្យតំណែងរបស់ខ្ញុំនៅខាងស្ដាំដៃនេះមកបន្តមកទៀតយើងចូលទៅពាក្យសៀវភៅអាស័យដ្ឋានយើងចុចចូលមកកន្លែងហ្នឹងមកដើម្បីយើងបំពេញព័ត៌មានអាស័យដ្ឋានរបស់យើងក្នុងករណីថាបងប្អូន
chọn ở khang sẽ theo cái đặt ở dương đỏ té chẳng kia đừng mơ từ lừa xài than đừng lấy tụ sắp để dương đạn được không nâng là bay kia tẹt tông ấy chẳng những cho cái bàn thai mà xài than cái lại ní dương do Campuchia tới hỏi khang lứa cái lại mua ní dương bồng pin mua vào dương lấy tụ sắp đã nghề sửa tẹt tông đâm bay kia đặt ở bàn ốiហើយនឹងលេខទូរស័ព្ទចន្ទ្រៃមួយទៀតអានឹងបំពេញក៏បានអត់ក៏បានដែរឬក៏បើយើងមានលេខ2ខ្សែយើងដាក់2ខ្សែផ្សេងគ្នាមកបំពេញខេត្តក្រុងឬក៏ខណ្ឌមកហើយនឹងអាស្រ័យថាលំអិតលេខផ្លូវលេខផ្ទះឬក៏ភូមិឃុំឬក៏នៅចិត្តផ្សារអីឬក៏នៅម្ដុំណាអញ្ចឹងយើងដាក់ឲ្យបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់ទៅហើយអញ្ចឹងខ្ញុំសូមបំពេញព័ត៌មានទាំងអស់ហ្នឹងចូលសិនអញ្ចឹងបន្ទាប់ពីយើងបំពេញព័ត៌មានទាំងអស់ហ្នឹងរួចយើងអាចចុចបញ្ជាក់ទីតាំងនេះទៅហើយវានឹង load ភ្ជាប់ទៅកាន់ map Google Map ហើយយើងអាចទាញទៅដាក់អាស័យដ្ឋានរបស់យើងក៏បានបើកន្លែងនេះបើបងប្អូនអត់ចង់ដាក់ map ទេក៏បានដែរកន្លែងហ្នឹងអត់បញ្ហាទេហើយអាកន្លែងអាស័យដ្ឋានលម្អិតនេះបងប្អូនអាចបញ្ជាក់អញ្ចឹងហើយបងប្អូនអាចដាក់ថា Telegram អញ្ចឹងទៅបើបងប្អូនមានលេខ Telegram ងាយស្រួលខាងក្រុមហ៊ុនដឹកជញ្ជូនគាត់តាក់ទងទៅបើសិនជាករណីថាគេ call តាមលេខទូរស័ព្ទអត់ចូលអីចឹងទៅគេតាក់ទងតាម Telegram អញ្ចឹងបងប្អូនអាចដាក់ Telegram អញ្ចឹងទៅបាទរួចយើងវាយលេខទូរស័ព្ទរបស់យើងចូលទៅវាយលេខ Telegram ហ្នឹងណាអូខេតែប៉ុណ្្នឹងទៅហើយយើងចុចពាក្យយល់ព្រមអញ្ចឹងយើងមានអាស័យដ្ឋានមួយនៅក្នុងហ្នឹងអញ្ចឹងនៅពេលតំណែងបងប្អូនស្នើឲ្យខាង CTO ដឹងជូនឲ្យគឺគេនឹងមើលទៅលើទីតាំងដែលយើងបានបំពេញនៅក្នុង app ហ្នឹងអូខេព័ត៌មានបន្ទាប់ដែលយើងត្រូវធ្វើទៀតគឺយើងស្នើកន្លែងលេខកូដលេខសម្គាល់របស់ខ្ញុំនេះដើម្បីយើងទទួលបានអាស័យដ្ឋានឃ្លាំងចិនអញ្ចឹងយើងក៏ទៅចុចកន្លែងរូបហ្នឹងមកបាទបន្ទាប់ពីចូលមកដល់ចំណុចហ្នឹងរួចបងប្អូនធ្វើការបំពេញចូលបើមានឈ្មោះរបស់យើងលេខទូរស័ព្ទនេះវាចេញព្រាលនេះបានន័យថាគេឲ្យយើងកែទេអានេះជាលេខដែលយើងបានភ្ជាប់ជាមួយនឹង app CTO ដែលយើងបានបង្កើត account មិញហើយនឹងរើសប្រទេសកម្ពុជាហើយបងប្អូនរើសទីតាំងដូចអាស័យដ្ឋានដែលយើងពេញនៅខ្មែរមិញអញ្ចឹងកន្លែងនេះក៏ដូចគ្នាដែរបន្តមកទៀតកន្លែងនេះបើសិនជាកន្លែងសាខានេះបងប្អូនចុចរើសទៅបើមានសាខាដែលនៅចិត្តបងប្អូនអាចបងប្អូនអាចរើសតាមនឹងទៅតែបើអត់មានទេដាក់អញ្ចឹងទៅហើយរួចបងប្អូនចុចពាក្យថាដាក់ស្នាទៅកន្លែងនេះបើសិនជាមានរូបថតទីតាំងទៀតក៏ល្អតែបងប្អូនអាប់ឡូតរូបភាពទីតាំងឬក៏ផ្ទះឬក៏បរិយាដែលបងប្អូននៅអញ្ចឹងយើងអាចអាប់ឡូតចូលក្នុងនឹងមករួចយើងដាក់ស្នាមកអូខេអញ្ចឹងបន្ទាប់ពីយើង save ហើយគឺវាបានព័ត៌មានអាស័យដ្ឋានបែបនេះហើយអញ្ចឹងខាងក្រោមនេះជាព័ត៌មានអាស័យដ្ឋាននៅប្រទេសចិនដែលយើងអាចយកទៅបំពេញនៅក្នុង app ប្រទេសចិនបានដោយយើងគ្រាន់តែ copy អាស័យដ្ឋានទាំងអស់ហ្នឹងយកទៅភ្ជាប់ទៅគឺអូខេអញ្ចឹងរបៀបបង្កើត account CTO មានប៉ុណ្ណឹងបងប្អូនមានចង្អុលផ្សេងៗអាច comment សួរនៅខាងក្រោមវីដេអូបានឬមួយក៏បងប្អូនអាច join ជាក្រុម Telegram ដែលមាន link នៅខាងក្រោម description បានអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ